គ្នាមួយបទទៀតអូនមើលនៅអូមនុស្សច្រើនណាស់ណាអូយបងនេះមនុស្សច្រើនណាស់ណាមានអ្នកភ្លេងអូយបងម៉ែមកណោខាងណោ Baby នៅណាគេអូនអូយឈប់គាត់ជាពីណាគេអូនគាត់ Baby កុំប្រាប់បងកុំឆ្លោះគ្នាអីហើយពូណែជាស្អីដែរមកកាន់ដៃសង្សារបងចាំម៉េចសង្សារបងឯងសួរគាត់អូនគាត់ជាណាគេមកនិយាយច្រើនមកបងប្អូនចាក់ខាងខ្ញុំលើកដៃបើចាក់ខាងខ្ញុំលើកដៃទាំងអស់គ្នាអ្នកលេងហ្គីតាលក់ប្លង់ផ្ទះចាក់ខាងខ្ញុំមកអត់មានខ្លាចណាម៉ែអត់ដឹងចេះចាញ់ទេឡើយសួរខាងស្រីអូនយកខាងណាបើសិនណែយកគាត់បងសុខចិត្តអត់ដើរចេញធ្វើមុខក្រាស់តើបានអត់ខ្វល់សំខាន់អូនស្អាតអូនដល់សម្រាប់ចិត្តថាយកមួយណាបានអូនមិនសម្រេចចិត្តពួកបងជាអ្នកដើរចេញទាំងពីរនាក់ហូបមកគ្នាមួយអរគុណអូនដើរមកជិតហើយប្រាប់ថារឿងក្តីស្នេហាយើងចប់ទៅហើយបងគ្មានពេលអ្វីនឹងតបឆ្លើយទៅមាសមេអូនថាទុកគ្នារាប់ជាមិត្តអូនថាអូនគ្មានអ្នកថ្មីទេគ្រាន់ចង់ទុកបេះដូងទុំនេះសាជាថ្មីខ្ញុំធ្វើជាល្អប្រើពាក្យពោថាគ្មានអ្នកថ្មីគ្រាន់តែជាល្បិចស្រីដងសាដើម្បីគេប៉ុណ្ណោះគុំបាញ់មកខំនាងយាយល្អបន់ស្នេហ៍ស្មោះសរបងទាំងស្រុងបើអង្គចិនហើយសូមទៅចូលអូនទៅចូលបៀព្រះមកស្បន់ក៏មិនជឿពីអូនវិញទាំងអស់អូនធ្លាប់បោកប្រាំងប្រប៉ុន្មានណែអូនរាប់បានទេទោះអីជាបងនេះស្នេហ៍អូនតែចិត្តនេះស្ងួនក្នុងទឹកកាយបងមិនអាចទ្រាំបានទៀតទេនេះហើយស្នេហ៍មាសពេកុំគិតថាស្រនងស្រីបោកមុខស្រស់ចិនសែនខ្មៅមិនចង់មានឈ្មោះជាប្រអក្លៅព្រមតែស្នេហ៍គុំធ្វើជាល្អប្រើពាក្យពោថាគ្មានអ្នកថ្មីគ្រាន់តែជាល្បិចស្រីដោះសារដើម្បីគេប៉ុណ្ណោះគុំបាញ់មកខំនេះយីល្អបងស្នេហ៍ស្មោះសរបងទាំងស្រុងបើអង្គចិនហើយសូមទៅចូលអូនទៅចូលព្រាមព្រះមកស្បន់ក៏មិនជឿពីអូនវិញទាំងអស់អូនធ្លាប់បោកប្រាំងប្រប៉ុន្មានណែអូនរាប់បានទេអរគុណបើជាអ្នកសង្សារទី100បងដែរអរគុណប្រើពីពោថាគ្មានអ្នកថ្មីគ្រាន់តែជាល្បិចស្រីដោះសារដើម្បីគេប៉ុណ្ណោះគុំបាញ់មកខំនិយាយល្អមិនស្នេហ៍ស្មោះសរបងទាំងស្រស់បើអស់ចិនហើយសូមទៅចូលអូនទៅចូលពីព្រះមកស្បន់ក៏មិនជឿពីអូនវិញទាំងអស់អូនធ្លាប់បោកប្រាំងប្រប៉ុន្មានទេអូនរាប់បានទេគុំបាច់មកខំនេះនិយាយអូបាត់ស្នេហ៍ស្មោះសរបងទាំងស្រុងបើអង្គចិត្តហើយសូមទៅចូលអូនទៅចូលពីព្រះមកស្បត់ក៏មិនជឿពីអូនអ្វីទាំងអស់អូនធ្លាប់បោកប្រាំងប្រប៉ុន្មាននាងអូនរាប់បានទេយកព្រះមកស្បត់ក៏មិនជឿបៀមព្រះមកស្បត់ក៏មិនជឿយកព្រះមកស្បត់ក៏មិនជឿបៀមព្រះមកស្បត់ក៏មិនជឿមិនជឿមិនជឿ
baby ហើយណាឈរធ្វើអីហ្នឹង មួយទៀត ពួក មួយ តោះ ទៀត ទៅមើលទៅទិញជៀនពេជ្រហើយនៅនាឡិកាពេជ្រមួយបងអូន ពួកគាត់ចេះឆ្លោះគ្នាពេកបាក់ចិត្ត គីឡូអាចស៊ី1 2 ធំហ៎ ណែអូន អេ បើសិនជាម្ចាស់ជ័យលាភី ហើយ ហើយនឹង ជុំ បេក្ខជន idol គេមិនត្រូវការអូនទេបងនាំអូនទៅទិញនាឡិកាពេជ្រជៀនពេជ្រអូន អូនណាអូន ចា អូនកាលសាក់សក់ចេញតិច ហើយអាណាគេអូន ហើយបងឯង បាទការសំដែងគ្មានប្រកាន់ទេលើឆាកណាប្រកាន់ផ្ទះបាញ់ ហើយខ្ញុំមែនបង អត់ទៅលោកបាទលោកដូចជាឈោខុសកន្លែងអូន តោះអូនតោះទៅមើលជៀន ជប់ហេឡូអូប្រពន្ធអត់ប្តីអាលីអា baby ទេមកហ្មងឥឡូវអត់មានទូរស័ព្ទផង សូមសំឡេងមកសាទរខ្លាំងៗឯង អរគុណ អរគុណ បាទ ចាឥឡូវចេះបាច់បាច់បារម្ភហើយណាសំណិទ្ធហើយនឹងរតនាពីព្រោះថាមកថែម2នាក់ទៀតហើយគ្រប់គូល្មមចា ចា អេ អឺ ស្មានតែមកវិញហើយយើងអីមកចែកគូអីចា អត់ទេខ្ញុំឃើញមិញមួយចែកកដាច់ឥឡូវខ្ញុំមក2ថែមឲ្យគ្រប់គូ តែចឹងទីចែកចែកតែលើឆាឬក៏ចែក forever ចែកតែលើឆាទេចា អត់លិតដែរចឹង អរគុណច្រើនអរគុណចាស់ចំពោះការចូលរួមសម្ដែងក៏ដូចជាបកស្រាយចម្រៀងក៏ដូចជាផ្ដល់ជាភាពរីករាយជូនដល់បងប្អូនទាំងអស់គ្នាដែលជា fan បាទឥឡូវនេះសូមអនុញ្ញាតផ្ដល់ជាសម្លេងអបអរសាទរខ្លាំងៗជូនដល់អ្នកយុទ្ធទាំង3អរគុណបាទអរគុណសម្រាប់ពេលនេះគឺជាពេលវេលាដែលត្រូវគោរពលាហើយសម្រាប់បាទតារាយុទ្ធទាំង3លោកនីរតនាមានអ្វីនិយាយទៅកាន់ fan ទាំងអស់គ្នាសូមអញ្ជើញបាទ បាទជាចុងក្រោយខ្ញុំបាទក៏សូមអរគុណទៅដល់បាទបងក៏ដូចជា fan ទាំងអស់ដែលបានចូលរួមនៅទីនេះបាទជាពិសេសបងប្អូននៅខាងគេអត្ថាផងដែរបាទខ្ញុំបាទក៏សូមជូនពរបាទសុខភាពល្អសំណាងល្អនិងរកស៊ីទទួលទីមានបានផងដែរអរគុណ ចាអរគុណជា អ បន្ត រគុណច្រើនលោកនីរតនាជាបន្តបាទ baby យ៉ា baby កាលនេះខ្ញុំក៏សូមអរគុណទៅដល់ស្ថានីយ៍ទូរទស្សន៍ហងមេ HD TV ដែលតែងតែផ្ដល់ឱកាសដល់រឿងខ្ញុំអរគុណទៅដល់ពុកម៉ែបងប្អូននៅទីនេះក៏ដូចជានៅតាមគេអត្ថានអរគុណដល់បងធីការនីផងដែរចាអរគុណដល់បងភ្លេងជូនពរឲ្យពុកម៉ែបងប្អូនត្រឡប់ទៅផ្ទះវិញចាដល់សុខសុវត្ថិភាពផងដែរចា អរគុណច្រើនលោកសំណិទ្ធបាទ បាទគុណបាទជាបឋមខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនដែលបានចំណាយពេលវេលាដែលមានតម្លៃដើម្បីទស្សនាកម្មវិធីគ្រប់ស្ថានីយ៍គ្រប់កម្មវិធីផ្សាយរបស់ទូរទស្សន៍ហងមាសហើយក៏សូមអរគុណយ៉ាងជ្រាលជ្រៅដល់ឋានទូរទស្សន៍ហងមាសដែលបានជួយខ្ញុំបាទតាំងពីប្រឡងដូចខ្ញុំនិយាយហ្នឹងថ្ងៃមុនយើងជាបេក្ខជនថ្ងៃនេះយើងជាតារាកិត្តិយសថ្ងៃក្រោយយើងនៅជាមនុស្សដដែល មិនស្គាល់ មិនដឹងតែជួបបានទេ មនុស្សដែលបងប្អូនបងប្អូន ចា បាទបោះស្រាយអស់បាទកុំនៅតែ អរេមនុស្សដដែលហ្នឹងមិនថាយើងមិនផ្លាប់ដោតាជ្រិកដូចបងអូនរតនាអញ្ចឹងគាត់កាលពីមិនតន់លើកពៀនគាត់នៅតែឃើញខ្ញុំបងសំណិទ្ធអីចឹងគាត់នៅដែរពេលឥឡូវគាត់ខ្លាចជាម្ចាស់ពៀនហើយឃើញខ្ញុំនៅដដែលគាត់អត់ផ្លាប់ដោ ចង់និយាយថាជាមនុស្សដែលមានអត្តចរិតល្អដដែល ដូចបងព្រះសវត្តអញ្ចឹងគាត់មានផ្លាប់ដោចឹងណាគាត់នៅល្អដដែលឃើញហ៎បាទ បាទអរគុណច្រើនចំពោះលោកសឿនសុនិតផងដែរក៏ដូចជាតារាកិត្តិយសទាំង3ជាពិសេសគឺម្ចាស់ពានរង្វាន់ Cambodian Idol ដែលបានចូលរួមផ្ដល់ជាបទភាពរីករាយជូនដល់បងប្អូនទាំងអស់គ្នាផងដែរបាទសម្រាប់ខ្ញុំបាទក៏សូមការអនុញ្ញាតបាទថ្លែងអំណរគុណទៅដល់បាទហាងប៉ារ៉ាឌីកាត់ដេផងដែរដែលបានផ្ដល់ជាសម្លៀកបំពាក់បាទអរគុណច្រើន ចាអរគុណសម្រាប់នេះខ្ញុំក៏សូមអរគុណដល់ស៊ីមទៀវកាត់ដេផងដែរហើយក៏សូមអរគុណដល់ NG Fashion NG 21 Fashion ចាអរគុណចាជាចុងក្រោយនេះយើងខ្ញុំទាំងអស់គ្នាក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាយ៉ាងមានតម្លៃមកទស្សនានៅឯ Studio ហងមាសផ្ទាល់តែម្ដងចាអរគុណនៅពេលនេះកម្មវិធីយើងខ្ញុំក៏ជិនចូលដល់ទីបញ្ចប់ហើយសូមអរគុណសូមគោរពលាសន្យាជួបគ្នាតាមពេលវេលានឹងបានដែរ